ទឹកតៅហ៊ូប៉ុន្តែមិនមែនធ្វើពីតៅហ៊ូតែបងប្អូនមួយរយៈហ្នឹងគឺល្បីខ្លាំងមែនតើជាមួយនឹងទឹកតៅហ៊ូរបស់អ៊ីស្រង់ណាអញ្ចឹងខ្ញុំក៏មកសាកធ្វើរូបមន្តនេះផងដែរព្រោះទឹកតៅហ៊ូនេះវាអត់ធ្វើចេញពីតៅហ៊ូទេវាខុសប្លែកពីយើងធ្វើទឹកតៅហ៊ូរដងគ្រឿងផ្សំរបស់យើងគឺយើងមានប៊ីចេងយើងដាក់ប៊ីចេងមកចុងស្ព្រាបាយជាមួយនឹងទឹកខ្មេះបងប្អូនប្រើម៉ាក់អីក៏បានដែរបងប្អូនខ្ញុំដាក់ប្រហែលជាខ្ទង់4ស្ព្រាបាយអញ្ចឹងប៊ីចេងជាមួយនឹងទឹកខ្មេះហ្នឹងនៅពេលដែលយើងដាក់ចូលគ្នាបែបហ្នឹងទៅគឺវាប្រតិកម្មបងប្អូនវាទៅជាសហើយខាប់ណាបន្ទាប់មកគឺយើងត្រូវកូរវាឲ្យឡើងខាប់ពណ៌សបែបនេះហើយកូរអត់យូរបងប្អូនកូរតែ1ផ្លែទេកូរវាមកល្មមឡើងខាប់ពណ៌បែបនេះមកណាហើយបន្ទាប់មកចាំយើងដាក់គ្រឿងផ្សេងៗរបស់យើងចូលតែម្ដងបើសិនជាយើងដាក់គ្រឿងចូលតែម្ដងហើយយើងកូរក៏វាអត់សូវបែកសដែរអញ្ចឹងយើងកូរធ្វើយ៉ាងណាឲ្យទឹកខ្មេះនិងប៊ីចេងហ្នឹងលាយចូលគ្នាឡើងពណ៌បែបនេះទៅគឺអូខេបងប្អូនហើយយើងដាក់ជាមួយនឹងស្ករជាមួយនឹងអំបិលតាមនឹងអញ្ចឹងណាហើយស្ករវិញគឺខ្ញុំប្រើចំនួន1ស្ព្រាបាយកន្លះចំពោះអំបិលគឺខ្ញុំដាក់ចិត្ត1ស្ព្រាបាយបានន័យថា1ស្ព្រាបាយដូចគ្នាបងប្អូនគ្រាន់ថារៀងមិនពេញណាមិនល្មមអញ្ចឹងយើងដាក់ស្ករដាក់អំបិលចូលហើយគឺយើងត្រូវកូរវាឲ្យរលាយមកតង់សិនណាបងប្អូនកូរវាឲ្យរៀងចូលជាតិគ្នាជាមួយនឹងគ្រឿងទឹកខ្មេះហ្នឹងទៅណាហើយបន្ទាប់មកចាំយើងដាក់ជាមួយនឹងទឹកក្តៅអ៊ុនៗយើងដាក់បន្តិចទៅដើម្បីឲ្យល្បាយហ្នឹងវារៀងរាវព្រោះទឹកជ្រលក់ហ្នឹងគឺខ្ញុំឃើញវាអត់ខាប់ទេបងប្អូនកុំហាប់វាអត់ខាប់ទេអញ្ចឹងគឺយើងបន្ថែមជាមួយនឹងទឹកក្តៅបន្តិចទៅដើម្បីឲ្យវាមានល្បាយសមល្មមរាវល្មមហើយបន្ទាប់មកគឺយើងមកកិនម្ទេសអញ្ចឹងម្ទេសបងប្អូនដាក់តាមចំណង់ចំណូលចិត្តចង់ដាក់ច្រើនដាក់ច្រើនជាងហ្នឹងចង់ដាក់តិចជាងហ្នឹងតាមហ្នឹងទៅចំពោះម្ទេសហ្នឹងយើងច្រាំក៏បានយើងបុកក៏បានដែរបងប្អូនបើមានម៉ាស៊ីនល្វីដូចខ្ញុំចេះក៏ដាក់អាហ្នឹងទៅក៏វាលឿនតាមហ្នឹងដែរអញ្ចឹងណាយើងកិនម្ទេសហ្នឹងឲ្យរៀងម៉ត់ប៉ុណ្ណឹងហើយគឺយើងដួសដាក់ក្នុងទឹកជ្រលក់របស់យើងហ្នឹងតែម្ដងទៅហើយភ្លក់តាមចំណង់ចំណូលចិត្តបងប្អូនហើយជាចុងក្រោយហ្នឹងគឺយើងត្រូវដាក់ទឹកដោះគោខាប់ទឹកដោះគោខាប់ហ្នឹងគឺយើងដាក់ចំនួន1ស្ព្រាបាយតាមបរិមាណទឹកជ្រលក់របស់យើងណាបើសិនធ្វើតិចដូចខ្ញុំចេះដាក់1ស្ព្រាបាយទៅតែបើធ្វើច្រើនដាក់ច្រើនតាមហ្នឹងអញ្ចឹងណាបងប្អូនប្រភេទទឹកជ្រលក់នេះដែរគឺញ៉ាំបានជាមួយនឹងពងមាន់អាំងឬក៏ប្រហិតឬក៏សាច់របៀបសាច់អាំងគ្រឿងអីចឹងណាជាពិសេសហ្នឹងគឺជាមួយនឹងពងទាចៀនប័រហ្នឹងគឺត្រូវគ្នាខ្លាំងហ្មងបងប្អូនបងប្អូនអាចសាកធ្វើវិធីនេះបានណាបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការចូលទស្សនាវីដេអូនេះកុំភ្លេចជួយ like share subscribe YouTube channel យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ